នឹកវាលនឹកវាលធ្លាប់គ្វាលគោអេគ្វាលគោនឹកសំលេងហូនឹកអ្នកជុំជុំអេជុំជុំនឹកព្រៃឬស័យធ្លាប់ឆ្កាព្រៃយកមុខនឹកស្រែត្រីស្ងាត់សំលេងខ្លែងអាចខ្លែងអាចនឹកយំខែភ្លឺហើយជុំគ្នាចូលជែកនឹកងូតណាយទឹកប្រែកពេលឡើងទីស្ទូងអូណានឹកងូតណាយទឹកប្រែកពេលឡើងអំពីស្ទូងនឹកកាដិនទឹកជន់លិចភ្លឺស្រែភ្លឺស្រែនឹកកលាស្រែសំទឹកក្ដួងក្ដួងតាខេត្រខំនឹកសនណាយទូចមកនឹកគោនឹករតេះអូណាថ្លៃហើយនឹកសនណាយទូចមកនឹកគោនឹករតេះនឹកគ្រូបាអាចារ្យអាចារ្យនឹកវត្តសាលាទីធ្លាប់ផ្ដល់ចំណេះចំណេះនឹកម៉ែនឹកឪហើយព្រះគុណស្មើព្រះនឹកអ្នកហើយយល់ច្បាស់អរិយធម៌ខ្មែរអូណាថ្លៃហើយនឹកអ្នកហើយយល់ច្បាស់អរិយធម៌ខ្មែរនឹកគុណបុកបរោះហើយសាច់ឈាមស្រស់រក្សាដីគេប្រាសាទ100ពាន់ហើយឲ្យនៅស្ថិតស្ថេរនឹកអងហើយក៏គេពីសង្គមចាស់អូណាថ្លៃហើយ
មួយរបស់លោកថាច់អួងវរានិងមួយទៀតរបស់ភិក្ខុសិទ្ធិសំណាងដែលស្ដីអំពីការជូនពរក្នុងពេលចូលឆ្នាំថ្មីគឺឆ្នាំរកាជាដំបូងយើងសូមអានជូននៅកំណាព្យមួយដែលនិពន្ធដោយលោកថាច់អួងវរានៅអាដាលេដហើយដែលលោកជាប្រធាននៃសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំប្រទេសអូស្ត្រាលីនិងញូហ្សេឡង់នេះជាអត្ថបទនៃកំណាព្យលោកហាត់វន្តាគោរពថ្វាយលំអោនអង្គកាយដោយសុទ្ធចិត្តដល់ព្រះអង្គក្សត្រសង្ឃឆ្ងាយចិត្តពលរដ្ឋញាតិមិត្តរួមជាតិសាសន៍រាជាណាចក្រកម្ពុជាពលរដ្ឋខេមរាទាំងក្មេងចាស់នៅគ្រប់ទិសទីដែលព្រាត់ប្រាសរស់នៅពេញពាសលើផែនដីនិងជនរួមជាតិសាសខេមរាលើដីដូនតាព្រះសង្ឃថ្លៃដែនកម្ពុជាក្រោមរដ្ឋបូរីខ្មែរទាំងប្រុសស្រី10លានផ្លាយសូមរំលឹកថាជាតិសាសន៍ខ្មែរចាស់ទុំជាងគេពីព្រេងនាយហើយមានប្រវត្តិវែងអន្លាយមុនសាសទាំងឡាយដែនសវណ្ណភូមិជាតិខ្មែរសាសជីកេងវណ្ណស័កលោកបានរាយរាប់យ៉ាងរលូនខ្មែរដើមបុរាណមិនភ្លេចខ្លួនគោរពខ្ជាប់ខ្ជួនគ្រូទាំង5គោរពមេបាការព្រះចៅចោះហើយគឺផ្លូវខ្មែរសុខសាន្តខ្មែររីកចម្រើនថ្កុំថ្កើងថ្កានជាតិខ្មែរគ្រប់ប្រាណធ្លាប់ខ្សែមខ្សានទូលព្រះបង្គំគោរពថ្វាយអំពីចម្ងាយគ្រប់អង្គប្រាណហេមន្តសន្តរដូវតាំងបុរាណជាតិខ្មែរគ្រប់ប្រាណប្រកាន់ធ្វើផលគុណឆ្នាំចាស់ផ្លាស់ចូលចែកខ្មែរគ្រប់ក្រុងខេត្តទាំងស្រុកស្រែគោរពបុរាណសង្ក្រាន្តខ្មែរសាសជីសាសខ្មែរធ្លាប់ឧត្តមសង្ឃឹមឆ្នាំចាស់ផ្លាស់ចូលថ្មីជាតិខ្មែរប្រុសស្រីបានសុខុមអំណាចរកាពោស័កសមខ្មែរទាំងក្រៅក្នុងមូលមិត្តគ្នាឆ្នាំរកាសព្វស័កជាឆ្នាំថ្មីព្រះកិរិណីទេពធីតាយាងចុះមកថែដែនកម្ពុជាពលរដ្ឋខេមរាគ្រប់រូបអង្គ2549ពុទ្ធសករាជសំសួនមិនឯអង្គកវីខ្ញុំបាទតាំងចិត្តផ្ចង់លើកកាយប្រណម្យប្រគេនថ្វាយជូននៅពរជ័យឆ្នាំថ្មីនេះសម្ដេចទ្រង់ព្រះសង្ឃទាំងឡាយពលលោករួមជាតិញាតិចិត្តឆ្ងាយរីករាយសប្បាយតរៀងទៅសូមទេវតាថ្មីបន្ទន់ចិត្តក្តីល្អសន្ធិដ្ឋគ្រប់រូបបាគ្រប់ថ្នាក់ដឹកនាំរដ្ឋអង្គការនៅក្តីមេត្តាពុទ្ធោវាទកុំឲ្យគេព្យាជាតិសាសឯងឲ្យឈប់ទាស់តែងខំខ្មៃគ្មៀតសម្របសម្រួលស្រួលមូលពាក្យដោះរាល់វិវាទជាតិចម្រើនឲ្យខ្មែរតូចធំគ្រប់ទិសទីខិតខំមនីលើកដំកើងវប្បធម៌ប្រពៃណីឲ្យថ្កុំថ្កើងសាមគ្គីគ្នាឡើងសាងរដ្ឋាឆ្នាំថ្មីបួងសួងទេវតាថ្មីអង្គបុព្វការីគ្រប់រូបបាជួយដល់នគរកម្ពុជាក្រោមគ្រប់គ្នាបានសុខាកុំមានប្រហារកាប់សម្លាប់កុំរំលោភច្បាប់ធ្វើហិង្សាមានចិត្តកុសលផ្ដល់មេត្តាករុណាមុទិតាដោយទូលាយសូមឲ្យកម្ពុជាស្គាល់ឡើងដែរនៅភាពពូកែខ្លាំងទាំងឡាយកម្ពុជាបុរាណពុណរាយខ្មែរគ្រប់រូបកាយសប្បាយជាកម្ពុជាឯកភាពមាតុភូមិជាតិខ្មែរឈប់វិវាទទាស់ខ្មែរនៅលើក្រោមកម្ពុជាសាមគ្គីលុះអវសានពុទ្ធពរឆ្នាំថ្មី5ប្រការអាយុវណ្ណាដល់គ្រប់ប្រាណសុខៈពលិទាំងបដិភានសូមចូលកើតមានគ្រប់វេលាចាប់តាំងពីពេលនេះតទៅសូមឲ្យញាតិផៅនិងក្សត្រាពលរដ្ឋគ្រប់រូបនិងសង្ឃាទទួលជ័យយាជានិរន្តរ៍សូមអរព្រគុណនិងអរគុណអភ័យទោសមុនមិនបងអង្គខុសឆ្គងទាំងឡាយក្រៅចិត្តចង់សូមលាត្រង់ជួបគ្រាថ្មីសួស្តីឆ្នាំថ្មីទេវតាថ្មីរកាសិរីក្តីសុខាព្រះកិរិណីជាទេពធីតាចាំឆ្នាំរកាតទៅវង
អំបញ្ញមិញនេះជាកំណាព្យដែលនិពន្ធដោយលោកថាច់អួងវរានៅអាដាលេដយើងសូមអរគុណលោកថាច់អួងវរាដែលផ្ញើកំណាព្យនេះមកយើងតទៅនេះជាកំណាព្យមួយទៀតដែលនិពន្ធដោយភិក្ខុសិទ្ធិសំណាងដែលគង់នៅវត្តរតនារាមនៅ Bromfield Street កប្បមាតា តើកំណាព្យទី2នេះមានអត្ថន័យនិងអត្ថរសដូចម្តេចដែរនេះជាអត្ថបទនៃកំណាព្យស្ដីអំពីការជូនពរឆ្នាំថ្មីគឺឆ្នាំរកាសព្វស័កពុទ្ធសករាជ2549ទៅនឹងគ្រិស្តសករាជ2005ជូនពរឆ្នាំថ្មីរាសីចក្រឆ្នាំរកាសព្វស័កពាជោគជ័យលើកហាត់ប្រណម្យអង្គទាំង3សូមពរសូមជ័យពីទេវតាប្រសិទ្ធថ្វិតថ្វាយចំពោះត្រង់ព្រះសង្ឃគ្រប់អង្គពុទ្ធសីមាព្រមទាំងញោមញាតិជាតិខេមរាសូមបានសុខាទាំងយប់ថ្ងៃឆ្នាំថ្មីសូមឲ្យជោគជ័យថ្មីទាំងរាជមន្ត្រីគ្រប់អង្គការកិរិណីទេវីជួយរក្សាទាំងអ្នកចំការភោគផលកើនប្រកបរបរជួញដូរសពមានហាងមានសពជាប់រវើនមានភ្ញៀវចេញចូលកាន់តែច្រើនផលកើនកកបជាប់ធ្វើទៀនពិសេស SBS Radio មានអ្នកគាំទ្រពោពាសពេញព័ត៌មានក្នុងក្រៅចេះតែចេញខ្មែរឮពាសពេញគ្រប់រដ្ឋាបញ្ចប់កំណាព្យកាប់ប៉ុណ្ណេះខ្ញុំខ្លីតម្រេះស្លេះវោហាបើមានខុសឆ្គងត្រង់កាបណាសូមទានមេត្តាជួយកែផងអំបញ្ញមិញនេះជាកំណាព្យដែលនិពន្ធដោយភិក្ខុសិទ្ធិសំណាងដែលគង់នៅក្នុងវត្តរតនារាម Bromfield Street កប្បមាតាយើងសូមអរគុណភិក្ខុសិទ្ធិសំណាងដែលបានផ្ញើកំណាព្យនេះមកយើងក្នុងឱកាសចូលឆ្នាំថ្មីនេះយើងខ្ញុំបានទទួលកំណាព្យមួយពីលោកថាច់អ៊ូវរ៉ានៅអាដាលេដហើយដែលកំណាព្យនេះមានចំណងជើងថាសពសាទុការពរឆ្នាំថ្មីឆ្នាំកាលនៅបស័កពុទ្ធសករាជ2005សូមអានជូនលោកអ្នកនាងនៅសេចក្តីនៃកំណាព្យនេះដូចតទៅសូមថ្វាយបង្គំព្រះសង្ឃស្មោះគ្រប់អង្គទាំងអស់ទាំងក្រៅក្នុងកម្ពុជាក្រមកម្ពុជាក្រុងគ្រប់ព្រះអង្គដោយគោរពជីដូនលោកតាអ៊ំមីងមាបងប្អូនគ្រប់គ្នាក្នុងក្រៅស្រុកសូមជួបបានលៀបយសនិងសុខឆាប់រួចផុតទុក្ខគ្រប់គ្នានគរកម្ពុជារុងរឿងថ្លៃកម្ពុជាក្រោមម្ដាយជោគជ័យយាជួបជុំបងប្អូនផុតកំព្រាមេតុកម្ពុជាថ្លៃបវរសូមកម្ពុជាស្គាល់ភាពខ្ពស់សម័យចក្រភពមហានគរសម័យអរិយធម៌ល្បីខ្ទាខ្ទរសម័យមហានគរចក្រភពខ្មែរទេវតាឆ្នាំថ្មីមកសន្ធិដ្ឋក្នុងបេះដូងចិត្តកុំព្រួលប្រែឲ្យខេមរៈបុត្រទាំងក្រុងស្រែស្រឡាញ់រក្សាថែខ្មែរជាតិឯងពុទ្ធពរទាំង4ចូលកើតដល់បានសុខកង្វល់ទាំងចាស់ក្មេងព្រះសង្ឃគ្រប់អង្គសុខអង្វែងផុតទុក្ខជាក់ស្ដែងគ្រប់រូបអង្គលោកនិងលោកស្រីអ្នកផ្សព្វផ្សាយដំណឹងទាំងឡាយដោយទៀងត្រង់ SBS ខ្មែរញាតិប្អូនបងឆ្នាំចាស់កន្លងថ្មីជោគជ័យអាយុវណ្ណៈសុខផូរផង់គ្រោះកាចកន្លងទាំងយប់ថ្ងៃខ្មែរគ្រប់រូបអង្គទាំងប្រុសស្រីរស់ដោយរីករាយតទៅអំបញ្ញមិញនេះជាកំណាព្យដែលមានចំណងជើងថាសពសាទុការពរឆ្នាំថ្មីឆ្នាំកាលនៅបស័កពុទ្ធសករាជ2550
យើងខ្ញុំ